សែនធ្វើកំដរសតិអារម្មណ៍មហាជនទេវាអត់មានសន្តិភាពទេព្រោះអ្វីព្រោះកងទ័ពថៃគេអត់បិទប្រតិបត្តិការសឹកទេ The Thai Royal Armed Forces do not close or conclude their military operation អត់ទេណានេះខ្ញុំជម្រាបសម្រាប់ប្រិយមិត្តបងប្អូនកូនចៅដែលអត់ចូលអត់អួតហើយអត់ fake ឲ្យយល់អំពីអ្វីថៃកំពុងធ្វើរីឯការខូចខាតលើសមរភូមិនិងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធនិងការខូចខាតលើសេដ្ឋកិច្ចបងប្អូនប្រិយមិត្តកូនក្មួយកូនចៅតាមដានខ្លួនឯងខ្ញុំនឹងធ្វើការវិភាគជាបន្តបន្ទាប់នេះចង់ជម្រាបអញ្ចឹងoperation militaire អត់បិទទេថៃដើរនយោបាយជើង4រដ្ឋាភិបាលចេះតែនិយាយអញ្ចឹងតិចទៀតបោះឆ្នោតខែ January ណាបើមើលសភាពការសំរុំថៃវាយភ្លាមណាគឺវាយមិនអោយregrouping មិនអោយ reorganizing មិនអោយ equipping more hardwares and weapons onto the core forces of Mr. Hun Sen under Hun Sen command គឺវាយអត់ឲ្យរៀបចំឡើងវិញតាមដានឲ្យជាប់លើការបង្កតបឡើងវិញតាមដានឲ្យជាប់លើការបំពាក់អាវុធថ្មីតាមដានឲ្យជាប់លើការទិញអាវុធបន្ថែមតាមដានឲ្យជាប់ថាកម្លាំងហ៊ុនសែនខ្លាំងជាងមុនយ៉ាងម៉េចឲ្យតែខ្លាំងជាងមុនគឺវាយហើយoperation militaire military operation ដែលវាអត់បិទហ្នឹងណាវានឹងវិវត្តទៅរក preemptive វានឹងវិវត្តទៅរកប្រតិបត្តិការវាយមុនដើម្បីបំផ្លាញគ្រោះថ្នាក់ស្អីទៅវាយមុនដើម្បីបំផ្លាញគ្រោះថ្នាក់គឺវាយមិនឲ្យតបហ៊ុនសែនលូតលាស់បានទេយុទ្ធសាស្ត្រយូរអង្វែងរបស់ថៃគឺដាច់ខាតមិនឲ្យកម្លាំងហ៊ុនសែនដរាបណាគាត់នៅរស់មិនឲ្យលូតលាស់ឡើងវិញទេក្តាច់ត្រួយវាយក្តាច់ត្រួយរហូតហើយថៃឡង់ក្នុងផ្លូវនយោបាយនឹងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្តាច់ត្រួយហ៊ុនសែនរហូតអត់ឲ្យងើបរួចទេហើយបើតកូលហ៊ុននៅកាន់អំណាចលោកហ៊ុនម៉ាណែតត្រូវប្រើធម្មពលឲ្យច្រើនដើម្បីនឹងចុះកសាងលំនឹងនៃនយោបាយគាត់មានន័យថាហ៊ុនម៉ាណែត must work very hard to stabilize his power and position ប៉ុន្តែដរាបណាហ៊ុនសែននៅរស់គឺoperation militaire ប្រតិបត្តិការសឹករបស់ថៃនឹងវានៅចំហរហូតនេះគឺជាចក្រកំពង់ភូវនាថឈប់បាញ់ឈប់អីហ្នឹងអាហ្នឹងសម្បកទេណាបងប្អូនណាហើយថៃវានឹង seek cooperation ជាមួយវៀតណាមវានឹង discuss geopolitical issues of Indochina Thailand បូកនឹង Gulf of Thailand នៅក្នុងកិច្ចសហប្រតិបត្តិការនៃឧបទ្វីប Indochin បូកនឹងថៃបូកនឹងឈូងសមុទ្រថៃឡង់គឺវាគិតអញ្ចឹងហើយឲ្យតែតកូលហ៊ុននៅកាន់អំណាចគឺថៃសហប្រតិបត្តិការជាមួយវៀតណាម making sure ថាតកូលហ៊ុនអត់មានឆ្អឹងរឹងទៀតទេទិញស្អីយកមកក៏ដោយឲ្យតែវាដឹងវារករឿងវាយហើយអារបៀបដែលវាវាយហ្នឹងគឺវាវាយគេហៅថា preemptive គឺវាយមុនហ្មងអត់ចាំបាច់មានរឿងអីវាយហ្មង
chẳng mà dương cái lệch mưa son để phiếp á về nơi ngay son để phiếp về ngay á bọn bọn tai ở lứ nòng bên đi lộ hôn mà nét trời té khom prăng thư giang mách ao về chụp bành nè khom prăng thư giang mách ao về chụp bành hỏi tục tôi giang mách ao về chụp bánh hay prăng cò sang khăn ông lát tập hiệp giang mách ao về sda men san tập hiệp sda đó ra na hôn thay nở rồi thấy khmien tụm nộp chặt lơ ta cầu hôn để rương ní ọt miền chia này này nèបង តែសំខាន់គឺថាត្រូវតែឈប់បាញ់ដូច្នេះបើសិនជាមានការអបអរសាទរធ្វើបន់អីចែកជ័យយកអីណាគ្រាន់តែជាការកំដរបរិយាកាសដែលលោកហ៊ុនសែនគាត់ឲ្យកូនចៅគាត់ធ្វើទេ There is no real peace ពលគឺវាអត់មានសន្តិភាពទេ It take peace is getting farther and farther គឺវា farther គឺសន្តិភាពនឹងវាចេះតែរង្កិលទៅឆ្ងាយទៅពីយើងហើយក៏ធ្វើឲ្យខ្មែរយើងដឹងថាសន្តិភាពអត់មានអាណាឲ្យទេមិនបាច់អរគុណអ្នកណាទេរឿងសន្តិភាពនឹងគឺតលតែខ្មែរយើងពួតដៃគ្នាកសាងសន្តិភាពពាក្យថាដើរតាមប្រមុខអីហ្នឹងគឺប្រមុខតែមានហើយហ្នឹងវាបាក់មុខទៅហើយប្រមុខហ្នឹងវាបាក់ទៅហើយបាក់ទាំងមុខហ្នឹងទៅហើយបាទវាបាក់ហើយសង្គ្រាមប៉ុណ្ណេះនេះវាវាយបាក់ណាបងប្អូនអត់និយាយចាញ់ទេនិយាយថាវាវាយបាក់ណាវាវាយបាក់ហើយអារឿងស្អីខ្ញុំសូមជម្រាបឲ្យខ្ញុំនឹងលើកយកមកនិយាយហើយនិយាយទៀតពាក្យថា BM21 ពាក្យថាចាំមនុស្សចូលពេញតុកលើកម្ហូបយុទ្ធសាស្ត្រទាញចូលហើយពាត់វាយលទ្ធផលចេញមកអាចឆ្កែយុទ្ធសាស្ត្រយកជនស៊ីវិលទៅធ្វើខែលអាចឆ្កែចេញលទ្ធផលមកអាចឆ្កែអាយុទ្ធសាស្ត្រដែលខំប្រឹងស្រែកនៅតាម Facebook ថាចាំឲ្យភ្ញៀវចូលពេញតុកចាំលើកម្ហូបអាយុទ្ធសាស្ត្រធ្វើជីអាយុទ្ធសាស្ត្រដាក់2 3កញ្ច្រែងគេគោរពទង់ជាតិហើយអត់បានទៅផ្ទះវិញយុទ្ធសាស្ត្រទាំងអស់ហ្នឹងទៅពិនិត្យមើលទៅបរាជ័យទាំងអស់អាស្នែងកបីក៏បរាជ័យអាជះទាំងកញ្ច្រែងទៅក៏បរាជ័យអាអូសដៃចូលអង្គុយតុកឲ្យលើកម្ហូបក៏បរាជ័យពីព្រោះអីពីព្រោះអាពាក្យសម្ដីអស់ហ្នឹងអត់នៅក្នុងក្បួនសត្វដូចជាអាពាក្យថាពាត់ស្នែងកបីអីហ្នឹងអាហ្នឹងសម័យណាប៉ូលីអុងបូណាប៉ាតណាវាមិនមែនសតវត្សទី21យល់ទេវាមិនមែន modern warfare វាជា ancient warfare you know in the period of Napoleon Bonaparte វាជាយុទ្ធសាស្ត្រសង្គ្រាមរបស់សិនជឺសម័យប្រឡោមលោកខុងបេងសាមកុកឆាវណាវាជាសង្គ្រាមលីវប៉ៃសង្គ្រាមសម័យអង្គរឬក៏វាជាសង្គ្រាមសម័យសាមូរ៉ៃសង្គ្រាមសម័យរ៉ូម៉ាំងអីសង្គ្រាមហ្នឹងវាអស់មានហើយដូច្នេះហើយអារឿងស្នែងកបីណាអារឿងអូសដៃចូលហើយយកជើងផ្ដួលជើងអារឿងអញ្ជើញភ្ញៀវឲ្យអង្គុយពេញតុកចាំលើកម្ហូបអារឿងធ្វើខ្មាំងឲ្យคล้ายទៅជាជីដាក់ស្រែណាអារឿងដែលឃោសនានៅក្នុង trademark 3M21 បារាជ័យ
យើងមិនអាចរាប់ដឹងថា BM21 ប្រមាណគ្រឿងត្រូវថៃវាបំផ្លាញទេទាល់តែថៃវានិយាយថាវាបំផ្លាញប្រមាណតែវាអត់និយាយទេវាថតទុកនៅពេលដែលយើងអួតពីរឿងមកកញ្ច្រែងទៅវាតែយើងមិនដែលទទួលថាវា10កញ្ច្រែងមកយើងទេកន្លែងណាក៏ដោយឲ្យតែបាញ់ហើយមិនរត់គឺទុកសាច់បងប្អូនទាល់តែអ្នកមានផ្កាយរណបបានមើលដឹងថាទុកប៉ុណ្ណាណាអូខេដូច្នេះចង់ខុងបេងខុងអាចខុងអាចឆ្កែអីក៏ដោយហួសសម័យហើយអញ្ចឹងមួយសារនេះ operational objective របស់កងទ័ពថៃដែលឧត្តមសេនីយ៍មេទ័ពជើងគោករបស់ថៃឈ្មោះឆៃព្រឹកឈ្មោះឆៃព្រឹកដួងប្រាក់ផាត់វានិយាយហ្នឹងអត់ចប់ទេហើយចក្រពងភូវនាថនៅដដែល operation militaire អត់បាត់ទេអត់ conclude ទេណាគ្រាន់តែយើងធ្វើម៉េចទប់កុំឲ្យវាច្បាំងយើងធ្វើម៉េចទប់ឲ្យជាប់ទើបយើងរស់ហើយរឿងកូនចៅមកសួររឿងថាទិញសម្ភារៈអីណាអត់ទេឲ្យតែនាំចូលវាយហើយលើកលែងតែប្រទេសមហាអំណាចណាមួយចុះហត្ថលេខាសន្ធិសញ្ញាយោធាជាមួយកម្ពុជាលើកលែងតែអាមេរិកចុះសន្ធិសញ្ញាយោធាជាមួយកម្ពុជាលើកលែងតែចិនចុះសន្ធិសញ្ញាយោធាមួយកម្ពុជាអាហ្នឹងទៅអាស្អីទៀតអត់មានគោលដៅរបស់ថៃវៀតណាមវាអត់មានទៀតទេបើសិនជាកម្ពុជាអាចធ្វើម៉េចឲ្យមានមហាអំណាចដូចជាចិនដូចជាអាមេរិកចុះហត្ថលេខាលើសន្ធិសញ្ញាយោធាតែអាសន្ធិសញ្ញាយោធាហ្នឹងឥឡូវពិបាកណាស់ពិបាករកណាជាពិសេសនៅពេលប្រទេសយើងខ្សោយហើយពោពេញទៅដោយការអួតការស៊ីជោហើយនឹង fake វាពិបាករកអាសន្ធិសញ្ញាយោធាហ្នឹងណាពិបាករកណាស់អាសន្ធិសញ្ញាយោធាពិបាករកណាស់ហើយនៅពេលដែលប្រទេសយើងហ្នឹងវាជាប្រទេសកូនកាត់វាប្រទេសកូនកាត់មហាអំណាចលំបាកធ្វើសន្ធិសញ្ញាយោធាណាលំបាកណាឃើញទេបងប្អូនចៅនៅចូលនៅឡើយឃើញទេយើងកែអត់ឡើងទេអារឿងចូលហ្នឹងណាឃើញមានចៅខ្លះនៅចូលនៅឡើយទេដូចជាចៅគ្រួសារតាគិតថាអីចឹងទៅប្រាប់ម៉ោង 1:43 ហើយណាហេមានន័យថាគ្នានៅក្មេងគ្នាមយាបើម៉ោង 1 ម្លងអាត្រៀតនៅស្រុកខ្មែរ YouTube វាមានរត់ទៅណាទៅដេកសិនទៅហើយស្អែកឡើងបើកមើលវិញតែមកមយាប្រាប់ជេមសុកដែលជេមសុកអត់បានដេកបានពួនណាជេមសុកអត់បានដេកបានពួនខំប្រឹងមកនាំមកនៅព័ត៌មានឲ្យខ្មែរយើងបានដឹងមនុស្សឈឺកើតមហារីកអត់បានដេកបានពួនណាអត់បានដេកថ្ងៃនេះយឺតដោយសារអីដោយសារដេកវាមិនលក់វា stress ខ្លាំងពេកទៅខំប្រឹងសង្ងំដេកកុំអីមកប្រាប់រឿងហើយគ្រាន់តែក្មេងសោះស៊ីបាយឆ្អែតក៏មកយាប្រាប់ថាមក 1:43 ហើយណាតើនិយាយប្រាប់ខ្ញុំពពុះខ្ញុំត្រូវចូលដេកបើសិនណាជាកូនខ្មែរនៅតែមយានៅតែ fake នៅតែចូលវាគ្មានថ្ងៃណារឹងប៉ឹងទេតែនេះនៅតែថ្ងៃងាប់ខំប្រឹងតដយប់ឥឡូវគិតមើលម៉ោង 3 រសៀលនៅប្រទេសកម្ពុជាខ្ញុំនៅម៉ោង 3 យប់ហើយមនុស្សឈឺដូចខ្ញុំខំប្រឹងនិយាយប្រាប់ហើយអ្នកដែលនិយាយហ្នឹងគឺជេមសុកហើយអា YouTube ហ្នឹងអត់មានរត់ទៅណាទេបើកូនចៅមិនបានមើលទេថ្ងៃក្រោយមកចុចមើលទៀតនៅទាំងកាឆេនៅទាំង
ទាំងតោនទុកឲ្យមើលវាបែរទៅជាមាយាប្រាប់តាឆ្លើយខ្ញុំខ្ញុំអានទៅដេកមនុស្សដែលល្ងុយដេកហើយសួរឲ្យតាឆ្លើយដល់ពេលទៅដេកអាព័ត៌មានហ្នឹងវាចូលក្នុងតិចបើវាចាញ់តាមណាបាត់ទៅហើយវាអត់មានចាំចេះដឹងអីទេហើយអាទម្លាប់មាយានេះគ្មានសោះឡើយនៅក្នុងពិភពលោកនេះមនុស្សមាយាបានជោគជ័យឈប់ទៅចៅអើយតាស្រឡាញ់បើទៅដេកទៅកុំបាច់ជាប្រាប់ម៉ោងតាខ្ញុំដេកហើយអញ្ចឹងឆ្លើយខ្ញុំតាមឆ្លើយខ្ញុំទទួលចម្លើយហើយទៅដេកកាលណាទៅដេកដោយកុំព្យូទ័រយើងបាត់ចឹងវា reset ទៅបាត់ហើយណាជួនកាលភ្លេច save អាព័ត៌មានហ្នឹងវាអត់បានអញ្ចឹងតាសុំទោសកូនណាតែតាសង្កេតឃើញរាល់ពេលគឺកូនចៅមួយចំនួនមកយាជ្រាយតុន fake ណាគឺអត់ទេទៅមិនរួចទេកូនហើយមានតែម្យ៉ាងនេះអរគុណសន្តិភាពដល់ពេលសន្តិភាពអារម្មណ៍ជាមួយសន្តិភាពអាហ្នឹងអញ្ចឹងណានឹងសូមជម្រាបបាទឥឡូវឆ្លើយនឹងសំណួរបន្តិចខ្ញុំក៏បញ្ជាក់នៅក្នុងคลิปនេះថាយើងត្រូវតែខំប្រឹងឲ្យវាឈប់បាញ់ហើយយើងត្រូវខំប្រឹងដោយប្រុងប្រយ័ត្នសន្តិភាពវាឆ្ងាយនោះសែនឆ្ងាយចំពោះខ្មែរយើងសន្តិភាពវារសាត់ទៅឆ្ងាយយើងត្រូវរៀនរស់នៅក្នុងភូមិសាស្ត្រនយោបាយហើយទោះបីគេសរសេរដាក់ស្លាកថាអរគុណសន្តិភាពក៏ត្រូវដឹងខ្លួនឯងថាសន្តិភាពអត់មានទៀតទេដរាបណាហ៊ុនសែននៅរស់សន្តិភាពអត់មានទេហើយការឈប់បាញ់នេះវាឈប់បាញ់ប៉ុន្តែប្រតិបត្តិការសឹករបស់កងទ័ពថៃគឺបើកចំហរហូតហើយប្រតិបត្តិការសឹករបស់កងទ័ពថៃអត់ចេះចាស់ស្លាប់ទេmilitary operation របស់ Thai Royal Armed Forces ហ្នឹងវា open ណាវាអត់ become aging ទេវាអត់ចេះចាស់ស្លាប់ទេពីព្រោះទាហានរបស់វាមេតបវាតចំនួនចំណែកខាងហ៊ុនសែនចាស់ស្លាប់ម្សិលមិញខ្ញុំបានថ្លែងនៅសេចក្តីគាំទ្រដល់ហ៊ុនម៉ាណែតឲ្យខំប្រឹងធ្វើកិច្ចការខ្ញុំអំពាវនាវឲ្យជិតស្និទ្ធជាមួយអាមេរិកមិនមែនជារឿងងាយស្រួលទេមិនមែនដូចស្រីសំផឹងម្នាក់ចុះពីក្រែមួយទៅដេកក្រែមួយទេតែត្រូវតែធ្វើវាមិនមែនដូចដូរសង្សារទេវាលំបាកតែត្រូវតែធ្វើករណីទី1ខ្ញុំបាននិយាយឲ្យ10ចំណុចណា10ចំណុចតែពីម្សិលមិញខ្ញុំនិយាយណា10ចំណុចដែលខ្ញុំនិយាយនៅក្នុងវីដេអូ17នាទីខ្ញុំមិនឲ្យអ្នកណាជឿខ្ញុំទេខ្ញុំមិនឲ្យអ្នកណាស្ដាប់ខ្ញុំខ្ញុំគ្មានអំណាចអីទេប៉ុន្តែក្នុងនាមជាអាមេរិកាំងដើមកំណើតខ្មែរខ្ញុំនិយាយខ្ញុំមិនដឹងពេលណាខ្ញុំងាប់ខ្ញុំនិយាយទុកឲ្យហើយណាអាហ្នឹងអញ្ចឹងណាបងប្អូនចំណែកលទ្ធផលលើសមរភូមិបងប្អូនដឹងខ្លួនឯងហើយណាលោកហ៊ុនម៉ាណែតបានប្រាប់ហើយថាដរាបណាវាមិនទាន់មានសន្តិភាពលោកហ៊ុនម៉ាណែតគាត់និយាយប្រាប់ហើយបើឪពុកគាត់ឲ្យអបអរសន្តិភាពបើឪពុកគាត់ទាមទារឲ្យខ្មែរអរគុណហ៊ុនសែនកូនគាត់និយាយហើយថាដរាបណាមិនទាន់ចប់សពគ្រប់កងទ័ពត្រូវលាក់ការហេតុនេះមនុស្សស្លាប់មនុស្សរបួសការខូចខាតចាញ់ឈ្នះគឺកុំសួរអញ្ចឹងនៅពេលដែលហ៊ុនសែនចាប់ក្បាលម៉ៃក្រូហ្វូន
បបួលឲ្យខ្មែរអបអរនឹងសន្តិភាពសរសើរមេដឹកនាំថាពូកែចាំសម្ដីហ៊ុនម៉ាណែតថាព័ត៌មានកុំសួរណាស្លាប់ណារបួសខូចខាតប៉ុណ្ណាកុំសួរព្រោះអត់តន់ចាប់ទេអញ្ចឹងឪពុកនិងកូននឹងចាញ់សម្ដីមកគឺយើងអាចដឹងហើយចំណែកខ្ញុំប្រាប់ថាសន្តិភាពឃ្លាតឆ្ងាយហើយมันងាយបានមកវិញទេណាហើយខ្ញុំអត់ប្រមូលឲ្យបងប្អូនខំស្មៅអីទេខ្ញុំប្រមូលឲ្យបងប្អូនរៀនរកសន្សំនិងវិនិយោគណាអញ្ចឹងខ្ញុំវិលត្រឡប់មកជួបប្រិយមិត្ត3នាទីទៀតជម្រាបលាអ្នកណាមិនទាន់គេងមើលតទៅទៀត